តើអ្នកនៅចាំក្មេងស្រីដែលមានធ្មេញស្លាមនោះទេនាងឈ្មោះ Katy ជាតារាបង្គោល influencer ម្នាក់ដែលមានអ្នកតាមដានរាប់លាននាក់ដើម្បីដេញតាមស្នាមញញឹមបែប Hollywood នាងបានរអ៊ូថាធ្មេញរបស់នាងមិនល្អឥតខ្ចោះដូច្នេះនាងក៏បានហោះទៅកាន់ប្រទេសទួរគីដើម្បីធ្វើការវះកាត់បិទធ្មេញសេរ៉ាមិកពេញមួយមាត់ប៉ុន្តែអ្វីដែលនាងមិនបានដឹងនោះគឺអ្វីដែលកំពុងរងចាំនាងគឺជាការកែប្រែដ៏សាហាវឃោរឃៅដែលមិនអាចត្រឡប់ក្រោយបានដើម្បីបិទបន្ទះសេរ៉ាមិកពណ៌សស្អាតទាំងនោះគ្រូពេទ្យដែលខ្វះក្រមសីលធម៌បានយកធ្មេញដ៏មានសុខភាពល្អរបស់នាងមកដុសខាត់សម្រក់ឲ្យតូចម្ដងមួយរហូតក្លាយជាកូនធ្មេញស្រួចដូចសាជីនៅពេលដែលនាងហែមាត់ចេញមកអ្នកគាំទ្រមានការភ័យខ្លាចជាខ្លាំងព្រោះធ្មេញស្រួចពេញមាត់មើលទៅដូចជាត្រីឆ្លាមស៊ីសាច់មនុស្សនៅបាតសមុទ្រដែលគួរឲ្យខ្លាចនិងចម្លែកបំផុតនេះមិនមែនជាចំណុចដែលអាក្រក់បំផុតនោះទេក្រោយការវះកាត់មិនយូរប៉ុន្មានអ្វីដែលហៅថាធ្មេញដ៏ល្អឥតខ្ចោះនោះបានក្លាយជាសុបិនអាក្រក់របស់នាងដោយសារតែស្រទាប់ការពារធ្មេញ enamel ត្រូវបានដុសចេញអស់សូម្បីតែនាងផឹកទឹកនៅសីតុណ្ហភាពធម្មតាក៏មានអារម្មណ៍ឈឺចាប់ដូចជាកំពុងផឹកទឹកកំអែភ្លឹងភ្លើងដែរការឈឺចាប់សរសៃប្រសាទធ្មេញបានធ្វើឲ្យនាងដេកប្រកាច់ប្រកិនពេញមួយយប់អ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺប៉ុន្មានឆ្នាំក្រោយមកបន្ទះសេរ៉ាមិកទាំងនោះចាប់ផ្ដើមឡើងខ្មៅនិងរបូតចេញបង្ហាញឲ្យឃើញនៅធ្មេញដែលនៅសល់ខាងក្នុងដែលរលួយនិងមានក្លិនស្អុយគ្រូពេទ្យបានប្រាប់នាងថាសរសៃប្រសាទធ្មេញរបស់នាងបានខូចអស់ហើយនាងត្រូវរស់នៅជាមួយធ្មេញសិទ្ធិបនិមិត្តពេញមួយជីវិតនិងថែមទាំងអាចប្រឈមនឹងការជ្រុះធ្មេញអស់ពីមាត់ទៀតផងនៅពេលនោះនាងទើបតែមានអាយុ22ឆ្នាំប៉ុណ្ណោះដំបូងឡើយគ្រាន់តែចង់ញញឹមឲ្យកាន់តែស្អាតប៉ុន្តែចុងក្រោយបែរជាត្រូវខ្ទប់មាត់អស់មួយជីវិតវាមិនមានផ្លូវកាត់សម្រាប់ភាពស្រស់ស្អាតនោះទេនេះគ្រាន់តែជាក្មេងស្រីម្នាក់ដែលត្រូវបានគេលាងខួរក្បាលដោយសារការបារម្ភជ្រុលពីរូបសម្បត្តិដើម្បីតែរូបថតដែលកែសម្រួលយ៉ាងស្អាតពី3សន្លឹកនាងសុខចិត្តបំផ្លាញសុខភាពពាក់កណ្ដាលជីវិតដែលនៅសល់ដោយដៃខ្លួនឯង